ភាគទី5 លីងស៊ីហើយក៏ដូចជាមួយនឹងជីងយូនៅពេលដែលពួកគាត់ទាំងពីរអ្នកនឹងគឺបានដើរជួបគ្នានៅខាងក្នុងសាលាអ្នកទាំងអស់គ្នាមើលទៅថាគាត់គឺបានត្រឹមតែមើលមុខគ្នាហើយស្លឹងដាក់គ្នានឹងគឺទៅវិញទៅមកទាំងពួកគាត់គឺមិនបានទៅនិយាយជាមួយនឹងគ្នានោះទេហើយចំណែកលីងយូវិញគាត់ក៏បានគិតនៅក្នុងចិត្តរបស់គាត់ខ្លាចអំពីទំនាក់ទំនងរបស់គាត់ជាមួយនឹងជីងយូនឹងគឺបែរជាប្រេះឆាអ្វីដែលពួកគាត់ទាំងពីរអ្នកនឹងគឺធ្លាប់ធ្វើការពីមុនច្រើនជាមួយនឹងគ្នាខ្លាចមានការចងចាំនឹងនោះនឹងហើយគាត់តែជាអារម្មណ៍ភ័យខ្លាចរបស់គាត់តែគាត់គឺអត់បានចូលទៅនិយាយជាមួយនឹងជីងយូទេគិតបែបនឹងហើយពួកគាត់ទាំងពីរក៏បានដើរខ្វាយគ្នាចាក់ចេញពីគ្នានៅពេលហ្នឹងទៅបន្ទាប់ពីលីងស៊ីនឹងគឺបានចាក់ចេញពីជីងយូហើយឥឡូវនឹងគាត់ជាមួយនឹងទីនកំពុងតែនៅក្នុងម៉ាតរៀបចំនឹងទិញនំដើម្បីយកទៅញ៉ាំនៅខាងក្នុងនោះតែពេលនឹងឃើញឲ្យទៅកាន់ទីនវិញគឺបានមើលទៅកាន់លីងស៊ីនឹងហេតុអីបានទឹកមុខរបស់លីងស៊ីថ្ងៃហ្នឹងដូចជាសោកចងកយ៉ាងណាត់នេះក៏ច្រើនខ្លាំងម៉ែហើយចំណែកឯពេលហ្នឹងគាត់ក៏បានចូលមកសួរទៅកាន់លីងស៊ីនឹងតែម្ដងទៅលីងស៊ីវិញគាត់ក៏បានប្រាប់អំពីអ្វីដែលគាត់នឹងគឺចង់ប្រាប់នឹងឲ្យទៅកាន់ទីនជាពិសេសអំពីទំនាក់ទំនងជាមិត្តភក្តិរបស់គាត់ហើយទីនវិញគាត់ក៏បាននិយាយថាកុំឲ្យទៅកាន់លីងស៊ីនឹងគឺខ្វាយខ្វល់ជាមួយរឿងមួយនឹងច្រើនពេកអីពេលខ្លះរឿងគឺវាមានច្រើនមែនប៉ុន្តែយើងគឺមិនអាចគ្រប់គ្រងរឿងទាំងអស់នឹងគឺបានទេឲ្យទៅកាន់លីងស៊ីនឹងគឺផ្ដោតជាមួយរឿងមួយដែលគាត់នឹងគឺគិតថានេះគឺជារឿងសំខាន់សម្រាប់គាត់នឹងទៅហើយរឿងរ៉ាវទាំងអស់នឹងគឺវាសិតតែរឿងសំខាន់រវាងទំនាក់ទំនងមិត្តភក្តិរបស់គាត់នឹងនោះហើយចំណែកឯទីនវិញនៅពេលដែលបានស្ដាប់ឮទៅកាន់លីងស៊ីនឹងគឺបានរៀបរាប់រឿងក្នុងចិត្តរបស់គាត់ហើយអ្វីដែលគាត់នឹងគឺប្រាប់ឲ្យទៅកាន់លីងស៊ីនឹងគឺប្រាប់ថាអញ្ចេះពេលខ្លះនៅពេលដែលមានមិត្តភក្តិម្នាក់នឹងគឺបង្ងើយកតោយមិនចង់និយាយជាមួយនឹងយើងពេលខ្លះយើងក៏មិនអាចទៅចូលនិយាយជាមួយនឹងគេទាំងត្រង់ខ្លាំងពេកដែរគេគឺគិតថាយើងនឹងគឺវាងាយខ្លាំងពេកអញ្ចឹងចង់ឲ្យទៅកាន់លីងស៊ីនឹងគឺធ្វើតាមវិធីសាស្ត្ររបស់គាត់អីបង្ងើយកតោយដាក់គេនឹងគឺវិញទៅនៅពេលណាមួយនៅពេលដែលគេនឹងគឺចង់បានយើងប្រកាសជាគេនឹងគឺមករកយើងដោយខ្លួនឯងហើយលីងស៊ីវិញគាត់ក៏ចង់ធ្វើបែបនឹងដែរប៉ុន្តែចិត្តរបស់គាត់នឹងគឺមិនដាច់សោះគាត់គឺតែងតែចូលទៅនិយាយជាមួយនឹងគេមុននឹងគឺអញ្ចឹងទៅហើយចំណែកទីននៅតែប្រាប់ឲ្យទៅកាន់លីងស៊ីធ្វើតាមវិធីសាស្ត្ររបស់គាត់ទៅប្រហែលថ្ងៃខាងមុខទៀតគឺប្រកាសជាទទួលបានផលត្រឡប់មកវិញហើយធ្វើឲ្យទៅកាន់លីងស៊ីនៅពេលដែលទីននឹងគឺបញ្ចុះបញ្ចូលគាត់ចាំមើលនៅពេលខាងមុខទៀតគាត់គឺនៅសម្រេចចិត្តធ្វើតាមទីនឬក៏គាត់នឹងគឺនៅតែបន្តទៅនិយាយជាមួយនឹងគេទៀតពួកគាត់ទាំងពីរក្រុមនឹងគឺបានជួបគ្នានៅខាងក្នុងសាលាទៀតហើយជួបគ្នានិយាយថាអត់មើលមុខគ្នាអត់និយាយជាមួយនឹងគ្នាទេសុកចិត្តសឡក់ហើយគឺបានដើរបុកគ្នាទៀតជាភាសាគឺជាទីនហើយក៏ដូចជាមួយនឹងស៊ីយ៉ាននឹងហ្មងអង្គុយរៀនណាគឺពួកគាត់អង្គុយរៀននៅក្បែរគ្នាទៀតមកក្រុមនៅក្នុងបណ្ណាល័យពួកគាត់ក៏បានចូលនៅក្បែរគ្នាទៀតនិយាយទៅគ្រប់សកម្មភាពរបស់ពួកគាត់ទាំងពីរក្រុមហ្នឹងគឺប្រហាក់ប្រហែលជាមួយនឹងគ្នាម៉ោងរៀនក៏ប្រហាក់ប្រហែលសូម្បីតែឥឡូវនៅម៉ោងរៀនណានៅពេលដែលជីងយូនឹងគាត់គឺឆ្ងល់កន្លែងណាមួយគាត់គឺតែងតែសួរទៅកាន់លីងស៊ីតែឥឡូវហ្នឹងគឺបានត្រឹមតែឆ្ងល់ហើយអត់ហ៊ានសួរទៅកាន់លីងស៊ីនឹងគឺតទៀតណាហើយចំណែកលីងស៊ីនៅពេលដែលបញ្ចប់ម៉ោងរៀនរបស់គាត់ឥឡូវហ្នឹងគាត់កំពុងតែដើរចាក់ចេញពីសាលារៀនរបស់គាត់តែអ្នកទាំងអស់គ្នាមានចាប់អាប៉ែមួយដែលលីងស៊ីនឹងគឺបានបកអាក្រាតថាគាត់នឹងគឺជាជនអាក្រក់តម្លាក់កំហុសទាំងអស់លើទៅកាន់លើស៊ីយ៉ានឹងនោះអញ្ចឹងបរិះម្នាក់នឹងកំពុងតែគុំតកាន់លីងស៊ីនឹងគឺខ្លាំងមែនទែនទាំងអាប៉ែមួយនឹងគឺចង់ធ្វើគេនេះដាក់តកាន់លីងស៊ីអ្នកការពារតកាន់លីងស៊ីគឺបានមកដល់គឺជាជីងយូទាំងប្រាប់ឲ្យតកាន់អាប៉ែនឹងគឺកំប៉ះពាល់ជាមួយនឹងលីងស៊ីជាមិត្តភក្តិរបស់គាត់ជាដាច់ខាតបើហ៊ានតែគាត់ដឹងបើគាត់ជាមានរឿងជាមួយនឹងពួកគាត់តែដោយសារតែនៅខាងក្នុងសាលាគាត់គឺអត់ហ៊ានទេចាំមើលនៅពេលដែលចេញទៅខាងក្រៅអាចនឹងលីងស៊ីនឹងគឺមានបញ្ហាច្រើនមើលទៅលីងស៊ីវិញទោះបីជាជីងយូនឹងគឺការពារគាត់ប្រប៉ុណ្ណឹងមែនមើលទៅពេលហ្នឹងគាត់អត់មានបានអរគុណទៅកាន់ជីងយូសូមបីតែមួយម៉ាត់ទាំងគាត់នឹងគឺបានដើរចាក់ចេញឥឡូវហ្នឹងគាត់ក៏បានត្រឡប់មកដល់ផ្ទះរបស់គាត់វិញអ្វីដែលគាត់ត្រឡប់មកដល់ផ្ទះហ្នឹងគាត់គឺចង់សុំជំនួយពីបងប្រុសរបស់គាត់ឲ្យបងប្រុសរបស់គាត់ស្អែកហ្នឹងគឺទៅរៀនជាមួយនឹងគាត់នឹងគឺបានអត់ចំពោះបងប្រុសវិញមើលទៅអ្នកទាំងអស់គ្នាចិត្តដាច់ខ្លាំងមែនទែនបែរជាគាត់នឹងគឺបានបដិសេធជាមួយនឹងលីងស៊ីនឹងនោះទាំងគាត់អត់ដឹង
ណាតែឲ្យគាត់ក៏បានសួរទៅកាន់លេងស៊ីថាមានរឿងអីលេងស៊ីវិញអត់មានបានប្រាប់ទៅកាន់បងប្រុសរបស់គាត់ទេទាំងពេលហ្នឹងក៏គឺចង់ដើរចាក់ចេញទៅខាងក្រៅទាំងអស់សង្ឃឹមតែបងប្រុសវិញសាច់ឈាមអញ្ចឹងគាត់គឺមិនដាច់ចិត្តជាមួយនឹងលេងស៊ីទៅឆ្លើយយល់ព្រមជាមួយលេងស៊ីប៉ុន្តែគាត់ក៏មានលក្ខខណ្ឌរបស់គាត់ដែរឲ្យទៅកាន់លេងស៊ីហ្នឹងគឺរក្សាគម្លាតរបស់គាត់ហ្នឹងគឺ10ម៉ែត្រពីគ្នាលេងស៊ីឮទៅកាន់បងប្រុសរបស់គាត់និយាយបែបហ្នឹងហើយគាត់ក៏បានសប្បាយចិត្តត្រឡប់ទៅវិញអញ្ចឹងគាត់ក៏បានសុំទៅបន្ទប់របស់គាត់ហ្នឹងគឺវិញហើយកាត់មកសកម្មភាពថ្ងៃថ្មីរបស់បងប្រុសរបស់លេងស៊ីព្រលឹមអនឡាញគាត់ក៏បានរងចាំទៅកាន់លេងស៊ីគាត់ក៏បានចេញមកអញ្ចឹងគាត់ក៏បានដើរទៅមុនអញ្ចឹងទៅលេងស៊ីវិញគាត់ក៏បានដើររត់រ៉ាតាមពីក្រោយរបស់បងប្រុសរបស់គាត់អញ្ចឹងទៅតាមប្រើអីប្រើនឹងទៅណគាត់ក៏បានសប្បាយចិត្តហើយបងប្រុសវិញទោះបីជាមាត់របស់គាត់រឹងមែនតែសកម្មភាពរបស់គាត់ដូចជាបារម្ភទៅកាន់បងស្រីរបស់គាត់ខ្លាំងមែនទែនអស់រយៈពេលដើររៀងយូរដែរអញ្ចឹងឥឡូវនឹងលេងស៊ីគាត់ក៏បានតាមទៅកាន់បងប្រុសរបស់គាត់មកដល់ខាងមុខសាលាអញ្ចឹងឥឡូវនឹងគាត់ក៏មានសុវត្ថិភាពហើយបងប្រុសរបស់គាត់វិញក៏បានចូលទៅរៀនធម្មតាអញ្ចឹងទៅតែថ្ងៃនេះមិនមែនជាថ្ងៃរៀនធម្មតាទេណាគឺជាថ្ងៃតេស្តសមត្ថភាពក្រុមដែលពួកគាត់នឹងគឺបានចោះឈ្មោះប្រឡងគណិតវិទ្យានឹងនោះឥឡូវនឹងអ្នកទាំងអស់គ្នាវិញគឺមកជុំគ្នាអស់ហើយនៅសល់តែ5នាទីទៀតទេ5នាទីចុងក្រោយហ្នឹងគឺ5នាទីដើម្បីរងចាំទៅកាន់ជីងយូអត់ទាន់បានឃើញទៅកាន់ជីងយូនឹងគឺមកក្រុមរបស់ជីងយូក៏បានបារម្ភហើយចំណែកលេងស៊ីនៅពេលដែលបានបាត់ជាមួយនឹងជីងយូអញ្ចឹងទៅគាត់ក៏បានឆ្ងល់ថាជីងយូមិនដែលមកយឺតទេហេតុអីឥឡូវនឹងបានជីងយូនឹងគឺមកយឺតអញ្ចឹងអ្នកទាំងអស់គ្នាក៏ដូចជាមួយអ្នកគ្រូវិញក៏បានប្រាប់ថាឥឡូវហ្នឹងគឺវាគៀកដល់ម៉ោងហើយគាត់នឹងរាប់ហើយគឺឆែកពញ្ញាសាប្រឡងនៅពេលខាងមុខហ្នឹងតែម្ដងទាំងពេលហ្នឹងដែរជីងយូវិញគឺមកទាន់ជាមួយនឹងម៉ោងបន្តិចអញ្ចឹងគាត់ក៏បានចូលម្ដងអង្គុយតុកអញ្ចឹងទៅអ្នកគ្រូវិញគាត់ក៏បានចែកក្រាស់កិច្ចការហ្នឹងឲ្យទៅកាន់អ្នកទាំងអស់គ្នាហ្នឹងគឺចាប់ដើមប្រឡងដំណាក់ការទី1ថាពីណាគេជាប់ហើយឲ្យពីណាគេដើម្បីទៅប្រកួតប្រជែងជាមួយនឹងសាលាដតីហ្នឹងនោះចាប់ដើមប្រឡងចេញទៅហើយមើលទៅអ្នកទាំងអស់គ្នាវិញយកចិត្តទុកដាក់ជាមួយនឹងការការងារដែលពួកគាត់ទាំងអស់គ្នានឹងកំពុងតែធ្វើនឹងខ្លាំងមែនទែនដើម្បីគាត់នឹងគឺអាចលើកមុខមាត់ដល់សាលារបស់គាត់នឹងគឺដែរអញ្ចឹងម្នាក់ប្រកាសជាខំប្រឹងអស់ចាយបន្ទាប់ពីការប្រឡងអស់រយៈពេលជាច្រើនម៉ោងហើយអ្នកដែលបានធ្វើឲ្យមុនគេល្អជាងគេនឹងគឺជាលេងស៊ីនឹងតែម្ដងលេងស៊ីវិញក៏បានហុចក្រាស់កិច្ចការរបស់គាត់ឲ្យទៅកាន់លោកគ្រូគាត់ក៏បានចាក់ចេញមកដល់ខាងក្រៅរងចាំមិត្តភ័ក្តិរបស់គាត់នេះកាន់ដូចជាស្លឹកអាស័យអីកំពុងតែមើលបែបហ្នឹងមិត្តភ័ក្តិរបស់គាត់គឺជាទីននឹងគាត់ក៏បានចូលមកដល់អំពីសំណួរដែលគាត់នឹងគឺធ្វើមុននឹងមានចម្ងល់ច្រើនហើយគាត់រើសខុសឬក៏ត្រូវអញ្ចឹងទៅហ្នឹងសួរទៅកាន់លេងស៊ីនឹងតែលេងស៊ីវិញអ្នកទាំងអស់គ្នាប្រាប់ថាទីននឹងគឺរើសចម្លើយនឹងគឺខុសហើយទាំងប្រាប់អំពីវិធីសាស្ត្រដោះស្រាយឲ្យទៅកាន់ទីននឹងគឺថែមទៀតចំពោះទីនអ្នកទាំងអស់គ្នាគាត់ខំប្រឹងអស់ហើយធ្វើមិនទេចំណែកមិត្តភ័ក្តិទាំងអស់គ្នានៅកន្លែងនោះវិញអត់មានពីណាគេនឹងគឺបានបតោសទៅកាន់ទីននោះទេចំណែកក្រុមរបស់ជីងយូវិញគាត់ក៏បានចោះមកហ្នឹងហើយចំណែកឯស៊ីយ៉ានវិញមើលទៅគាត់ដូចជាអំពីសមត្ថភាពរបស់គាត់បន្តិចគាត់គឺគិតថាការប្រឡងដំណាក់កាលទី1ហ្នឹងគាត់គឺធ្វើបានល្អជាពិសេសគាត់គឺធ្វើបានល្អខ្លាំងជាងទីនទៀតទីនណាប្រកាសជាអត់មានឱកាសក្នុងការប្រឡងវគ្គបន្ទាប់ទេអីទាំងពេលដែលកំពុងតែនិយាយបែបហ្នឹងចោះមកឃើញទៅកាន់ទីនកំពុងតែនិយាយជាមួយនឹងគ្នារបស់គាត់ល្មមហើយគាត់ក៏បានឌឺដងដាក់ទៅកាន់ទីនទៀតទៅទាំងទីនវិញកុំឲ្យចេះដឹងរឿងរបស់គាត់សូម្បីតែមេក្រុមគឺជាលីងស៊ីវិញអត់និយាយជាមួយនឹងក្រុមរបស់ជីងយូទេណាព្រោះគ្នារបស់គាត់ដើរចាក់ចេញទៅខាងក្រៅដើម្បីទៅរកអីញ៉ាំជាមួយនឹងគ្នានឹងគឺបន្តទៀតសិនឥឡូវនឹងក្រុមរបស់ទីនវិញក៏បានមកដល់កន្លែងញ៉ាំអាហារពេលល្ងាចជុំគ្នាកំពុងតែញ៉ាំគាត់ក៏បានគិតថាជុំគាត់មានអារម្មណ៍ថាការប្រឡងមុននឹងគាត់អត់មានបានទៅសេឈ្មោះរបស់គាត់ទេនេះធ្វើឲ្យមិត្តភក្តិរបស់គាត់សរសេរឈ្មោះនោះវាសំខាន់ណាស់បែរជាទីននឹងគិតថាគាត់អត់បានទៅសេឈ្មោះឲ្យទៅកាន់អ្នកទាំងអស់គ្នានឹងគឺភ័យសឹងអីហើយអ្នកទាំងអស់គ្នាវិញគឺធ្វើទឹកមុខរៀងស្ងោកស្ងាត់ដល់កយនេះចំណែកឯលេងស៊ីវិញមើលទៅលេងស៊ីវិញគាត់ដូចជាអត់មានទឹកមុខរបស់គាត់ត្រឹមតែប៉ុណ្្នឹងតាមពីដើមមកហ្នឹងអញ្ចឹងគាត់គឺជឿជាក់ថាក្រុមរបស់គាត់ប្រកាសជាអាចឆ្លងកាត់ដំណាក់កាលទី1បាន
បានក៏រកគឺនិយាយលើកទឹកចិត្តទៅកាន់ក្រុមរបស់គាត់ថាចេះនៅពេលដែលពួកយើងនឹងគឺគិតអំពីអ្វីដែលល្អអ្នកទាំងអស់គ្នាដឹងអត់ថាច្បាប់ស្រូបទាញគឺវាយ៉ាងម៉េចយើងស្រូបទាញយកអ្វីដែលល្អមកនៅថ្ងៃស្អែកគឺប្រកាសជាទទួលបានលទ្ធផលល្អនៅពេលដែលបានស្ដាប់ទៅកាន់ជិនហ្វូនឹងគឺនិយាយបែបហ្នឹងហើយអញ្ចឹងច្បាប់ស្រូបទាញរបស់ពួកគាត់ទាំងអស់គ្នាគឺញ៉ាំឲ្យឆ្អែតសិនហើយរីករាយជាមួយនឹងអ្វីដែលពួកគាត់គឺបានធ្វើចំពោះថ្ងៃហ្នឹងសិនរីករាយហើយគឺកុំខ្វល់ទៀតនៅតផ្ទះគឺដេកឲ្យលក់ស្រួលទៅថ្ងៃស្អែកពួកយើងគឺប្រកាសជាជាប់ហើយកាត់មកសកម្មភាពថ្ងៃថ្មីរបស់ពួកគាត់ទាំងអស់គ្នានៅខាងក្នុងសាលាកំពុងតែមកមើលលទ្ធផលនេះហើយមើលទៅកាន់ទីនទីនអត់ហ៊ានទៅមើលទេលីនស៊ីវិញនៅពេលដែលបានមើលហើយទីនទីនគាត់ក៏បានសួរថាជាប់ឬក៏អត់ជាប់ប្រកាសជាជាប់ 100% ធ្វើឲ្យតែកម្មក្រុមរបស់ទីនទីនគាត់ក៏បានសប្បាយចិត្តកំពុងតែសប្បាយចិត្តអាប៉ែមួយស៊ីយ៉ាងក៏បានឌឺដងទៀតហ្នឹងអ្នកទាំងអស់គ្នានិយាយទៅឌឺដងសាហាវតែម្ដងចំពោះក្រុមរបស់ស៊ីហាហ្នឹងគាត់ក៏ទទួលបានលទ្ធផលល្អគាត់គឺបានជាប់ឆ្លងទៅវគ្គបន្ទាប់ទៀតទៅអញ្ចឹងពួកគាត់ទាំងពីរក្រុមចាំជួបគ្នានៅវគ្គបន្ទាប់ហ្នឹងគឺបន្តទៀតទៅអញ្ចឹងក្រុមរបស់លីនស៊ីវិញគាត់ក៏បានដើរចាក់ចេញទៅខាងក្រៅដែរទៅលីនស៊ីស្មាតគាត់ហ្នឹងគឺនៅជាមួយនឹងក្រុមរបស់គាត់ហើយគាត់ក៏បានមកជួបជាមួយនឹងអាប៉ែមួយនេះទៀតហើយជួបជាមួយនឹងម្នាក់ហ្នឹងហើយអ្នកទាំងអស់គ្នាម្នាក់ហ្នឹងក៏បាននិយាយប្រាប់ទៅកាន់លីនស៊ីថាកុំឲ្យលីនស៊ីហ្នឹងគឺមានអ្នកដែលការពារទៅកាន់គាត់កាងមកកាន់គាត់ហ្នឹងគឺអាចការពារហ្នឹងគឺបានច្រើនប៉ុណ្ណាចាំមើលទៅប្រកាសជាមានពេលវេលាណាមួយគាត់គឺនឹងធ្វើស៊ីទៅកាន់លីនស៊ីហើយចំពោះលីនស៊ីវិញគាត់អត់មានបានតវ៉ាទេគាត់គឺចង់ចាញ់ទៀតតប៉ុន្តែគាត់ដូចជាបានចាប់អារម្មណ៍មួយនៅលើមុខអាប៉ែហ្នឹងដូចជាមានស្នាមលបួសបន្តិចហើយគាត់ក៏បានចងចាំជាមួយនឹងអាសកម្មភាពនៅពេលដែលជីងយូនឹងគឺចូលមកប្រឡងនៅលើមុខរបស់ជីងយូគឺមានស្នាមលបួសដែរនោះអញ្ចឹងគាត់ដឹងហ្មងហើយគាត់ក៏បានសន្និដ្ឋានថាប្រហែលជាជីងយូវាយតបជាមួយនឹងគេហើយបានគាត់នឹងគឺមកប្រឡងរៀងយឺតបន្តិចហ្នឹងនោះសូម្បីតែចូលមកដល់ក្នុងថ្នាក់ហ្នឹងគឺបានឃើញតកាន់ជីងយូហ្នឹងក៏បានស្រឡឹងមើលមុខតកាន់ជីងយូហ្នឹងគឺមិនបន្តិចប៉ុន្តែអត់មានបាននិយាយទេបានត្រឹមតែដើរចាក់ចេញទៅខាងក្រៅហ្នឹងគឺបាត់អញ្ចឹងទៅហើយទោះបីជាដើរជួបគ្នាជាក្រុមវិញក៏ពួកគាត់ហ្នឹងដូចជារើសអើងគ្នាដែរអត់មានបានមើលមុខគ្នាអត់មានបាននិយាយជាមួយនឹងគ្នាទេឥឡូវយើងទុកសកម្មភាពរបស់ក្រុមរបស់ពួកគាត់ទាំងពីរនាក់ហ្នឹងគឺត្រឹមតែប៉ុណ្្នឹងសិនយើងក៏លេខមកមើលសកម្មភាពការប្រឡងវគ្គបញ្ចប់អ្នកទាំងអស់គ្នាវិញកំពុងតែត្រៀមខ្លួនចូលជាពិសេសគឺជាក្រុមដែលបានប្រឡងក៏ដូចជាមួយនឹងក្រុមដែលបានមកពីសាលាតំណាងឲ្យសាលារបស់ពួកគាត់ទាំងពីរនាក់ហ្នឹងដែរបន្ទាប់ពីអ្នកទាំងអស់គ្នានឹងគឺបានមកដល់ទីតាំងហើយមើលទៅកាន់ទីនទីនវិញគាត់មានអារម្មណ៍ថាថ្ងៃហ្នឹងគាត់គឺពិតជាភ័យខ្លាំងមែនទែនខ្លាចនាំបរាជ័យឲ្យទៅកាន់ក្រុមរបស់ពួកគាត់នឹងនោះនិយាយលើកទឹកចិត្តទៅកាន់ទីនហើយមើលម៉ាក់របស់ទីននោះក៏បានមកដល់ហើយក៏បានហៅទៅកាន់កូនស្រីរបស់គាត់ធ្វើឲ្យទៅកាន់ទីនគាត់ក៏បានចូលមកនិយាយជាមួយនឹងម៉ាក់របស់គាត់សួរទៅកាន់ម៉ាក់របស់គាត់ហេតុអីម៉ាក់របស់គាត់នឹងគឺមកអញ្ចឹងម៉ាក់របស់ទីនមកនឹងគឺដើម្បីលើកទឹកចិត្តទៅកាន់កូនស្រីរបស់គាត់សូម្បីតែទីនវិញក៏មានការភ្ញាក់ផ្អើលដែរប៉ុន្តែឲ្យម៉ាក់របស់គាត់នឹងគឺទៅអង្គុយកន្លែងភ្ញៀវទៅតែទឹកមុខរបស់ទីនដូចជាភ័យដល់កឯនោះហើយម៉ាក់របស់ទីនវិញទោះបីជាដឹងតែកូនរបស់គាត់ល្អឬអត់ល្អប៉ុន្តែគាត់គឺសំកម្លាំងចិត្ត 100% លើកទឹកចិត្តឲ្យទៅកាន់កូនស្រីរបស់គាត់ថ្ងៃហ្នឹងហើយសូម្បីតែបងប្រុសរបស់លីងស៊ីវិញគាត់ក៏បានមកអង្គុយដើម្បីមើលទៅកាន់ប្អូនស្រីរបស់គាត់ជាមួយនឹងការប្រឡងថ្ងៃហ្នឹងមើលតើល្អអត់ចំណែកគណៈកម្មការក៏ដូចជាមួយនឹងអ្នករៀបចំទាំងអស់គ្នានៅខាងក្នុងហ្នឹងក៏បានចូលមកដល់គ្រប់គ្នាអស់ហើយអញ្ចឹងក៏បានប្រកាសបើកជាមួយនឹងកម្មវិធីប្រឡងគណិតវិទ្យាថ្នាក់ខេត្តរបស់ពួកគាត់តែម្ដងចំពោះលក្ខខណ្ឌជាមួយនឹងការប្រឡងមួយនឹងវិញការប្រឡងមួយនឹងគឺមានរយៈពេលរហូតដល់300នាទីហើយ300នាទីនឹងគឺចែកជា100នាទី3ជុំអញ្ចឹងពួកគាត់គឺមានការប្រឡងរហូតដល់3ជុំហើយការប្រឡងមួយជុំគឺមានលក្ខខណ្ឌខុសគ្នាអញ្ចឹងទៅចាំនៅពេលដែលមួយជុំទី1មួយជុំទី2មួយជុំទី3អ្នកទាំងអស់គ្នាប្រកាសជាដឹងទុកពេលវេលាឲ្យសិស្សទាំងអស់គ្នានឹងគឺបានដកដង្ហើមដើម្បីត្រៀមខ្លួននៅពេលខាងមុខទៀតមញ្ញាសាគឺនឹងមកដល់ហើយចំពោះទីនវិញមើលទៅការព្រួយបារម្ភរបស់គាត់ដូចជាច្រើនដល់កហើយតែក្រុមរបស់គាត់លើកទឹកចិត្តច្រើនជាងគេឲ្យទៅកាន់ទីនហើយចំណែកការប្រឡងក៏បានមកដល់អញ្ចឹងដំណាក់កាលទី1ដូចជាការប្រឡងរៀងស្រាលទេហើយចំពោះការប្រឡងដំណាក់កាលទី1វិញអ្នកទាំងអស់គ្នាវិញដូចជាធ្វើបានល្អគ្រប់គ្នានឹងតែម្ដងសំណួរដែលគណៈកម្មការគឺបានសួរក៏ដូចជាមួយនឹងចម្លើយដែលពួកគាត់ទាំងអស់គ្នានឹងគឺបានឆ្លើយម្នាក់គឺបានឆ្លើយទទួលបានពិន្ទុគ្រប់គ្នានឹងតែម្ដងនេះគាត់តែជាដំណាក់កាលទី1អញ្ចឹងរៀងស្រាលបន្តិចចាំមើលអាទី2អាទី3ទៅប្រកាសជារៀងតាំងតសៃកជាងនឹងបន្តិច
សំណួរចុងក្រោយដែលគណៈកម្មការគឺបានសួរដំណាក់កាលទី1ហ្នឹងគឺបានសួរទៅកាន់ទីនទីនអំពីគណិតវិទ្យាតែម្ដងឲ្យទៅកាន់ទីនទីនហ្នឹងគឺបានដោះស្រាយហើយចំពោះទីនទីនវិញគាត់ក៏បានចាប់ដើមការដោះស្រាយរបស់គាត់ប៉ុន្តែមើលទៅអ្នកទាំងអស់គ្នាដូចជាបានដឹងថាសំណួរមួយហ្នឹងគឺវាពិបាកជាងគេជាងឯងហើយទីនទីនវិញគឺរៀងខ្សោយជាងគេជាងឯងត្រូវដោះស្រាយហើយចម្លើយដែលគាត់ហ្នឹងគឺបានដោះស្រាយហើយចេញមកមិនទទួលបានលទ្ធផលល្អទេគាត់គឺបានឆ្លើយខុសបាត់ទៅហើយធ្វើឲ្យតកាន់ទីនទីននៅពេលហ្នឹងគឺរៀងខឹងចំពោះខ្លួនគាត់បន្តិចក្រុមរបស់ទីនទីនវិញមើលទៅគាត់ដូចជាអត់មានបានប្រអាប់ទេមានតែលើកទឹកចិត្តទៅកាន់ទីនទីនកុំឲ្យទីនទីននឹងគឺមានការគិតនឹងគឺច្រើនពេកអីប៉ុន្តែទីនទីនវិញសំណួរទី1ដែលគេសួរបែរជាគាត់នឹងគឺឆ្លើយខុសព្រោះគាត់ជិតទាញតារាងពិន្ទុធ្វើឲ្យប៉ះពាល់ជាមួយនឹងតារាងពិន្ទុរបស់គ្នារបស់គាត់នឹងហើយម៉ាក់របស់ទីនទីនវិញក៏មានការព្រួយបារម្ភអំពីទឹកចិត្តរបស់កូនស្រីរបស់គាត់ដែរឥឡូវហ្នឹងគឺការចូលដល់ប្រឡងសំណួរផ្ទាល់មាត់ហើយសំណួរផ្ទាល់មាត់ហ្នឹងគឺសិតតែគណិតវិទ្យាទៀតហើយគណៈកម្មការគឺបានសួរអញ្ចឹងទៅទុកពេលវេលាឲ្យប្រមាណវិនាទី10-20វិនាទីដើម្បីដោះស្រាយហើយគឺដឹងអំពីចម្លើយហ្នឹងនោះសួរសំណួរដំបូងគេហ្នឹងអ្នកទាំងអស់គ្នាលីងស៊ីវិញគាត់ក៏បានគូបបន្តង់ដើម្បីឆ្លើយហ្នឹងហើយអ្វីដែលគាត់ឆ្លើយហ្នឹងគឺវាត្រូវហើយវាលឿនខ្លាំងពេកធ្វើឲ្យតែកាន់អ្នកទាំងអស់គ្នាវិញគឺមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលសំណួរទី1ហ្នឹងគឺក្រុមរបស់លីងស៊ីហ្នឹងគឺបានឆ្លើយត្រូវហើយឥឡូវនឹងសំណួរទី2ដែលគណៈកម្មការគឺបានសួរហ្នឹងក្រុមរបស់លីងស៊ីវិញក៏បានលើកដៃហើយគឺចុចបតង់ហ្នឹងគឺឆ្លើយចម្លើយរបស់គាត់ក៏វាត្រឹមត្រូវទៀតអញ្ចឹងធ្វើឲ្យទៅកាន់អ្នកទាំងអស់គ្នាកាន់តែភ្ញាក់ផ្អើលជាមួយនឹងការគិតនៅក្នុងចិត្តរបស់លីងស៊ីប៉ុន្តែចម្លើយគឺវាត្រឹមត្រូវលឿនដល់កទីនវិញគឺទះដៃអបអសាទរជាមួយនឹងក្រុមរបស់គាត់មើលទៅជាពិសេសលេងស៊ីវិញគឺ carry the team បាត់ហើយលេងស៊ីនឹងគឺឆ្លើយលឿនដល់កហើយចំណែកក្រុមរបស់ជីងយូវិញក្រុមរបស់ជីងយូគឺចាប់ដើមពិភាក្សាជាមួយនឹងគ្នាជាមួយនឹងអ្វីដែលពួកគាត់នឹងគឺបានធ្វើនឹងបើសិនជាធ្វើបែបហ្នឹងទៀតពួកយើងគឺនឹងអស់ឱកាសអញ្ចឹងពួកយើងនៅពេលដែលគណៈកម្មការគឺបានសួរសំណួរពួកយើងគឺត្រូវតែឆ្លើយឲ្យបានលឿនខតគណៈកម្មការនឹងគឺចាប់ដើមនិយាយអំពីសំណួរបន្តតភ្លាមមើលតកាន់ជាងយូរនឹងគឺបានត្រៀមខ្លួនគេសួរមិនទាន់ចប់អង្គគាត់គឺបានចាត់បតង់នឹងគឺឆ្លើយបាត់ហើយអ្វីដែលគាត់នឹងគឺបានឆ្លើយនឹងគឺវាត្រឹមត្រូវធ្វើឲ្យតកាន់ស៊ីយ៉ាងវិញគាត់គឺសប្បាយចិត្តមាំដល់កងលឿនហើយគឺត្រឹមត្រូវអស់ចាទៀតប៉ុន្តែមើលតកាន់លេងស៊ីវិញបែរជាឃើញគេនឹងគឺឆ្លើយត្រូវគាត់គឺសប្បាយចិត្តជាមួយនឹងអ្វីដែលជីងយូនឹងគឺបានធ្វើទៅវិញសំណួរបន្តទៀតគឺចាប់ដើមសួរមកហើយពីមួយសំណួរទៅមួយសំណួរមើលទៅពួកគាត់ទាំងពីរក្រុមគឺជាក្រុមរបស់ជីងយូក៏ដូចជាមួយនឹងក្រុមរបស់លីងស៊ីហ្នឹងគឺប្រកួតប្រជែងក្នុងការចុចបន្ទុហ្នឹងពីណាគេហ្នឹងគឺបានចុចហើយគឺលឿនហើយគឺមុនគេឆ្លើយទៀតសូម្បីតែក្រុមប្រកួតប្រជែងទាំងអស់វិញឥឡូវហ្នឹងគឺចាប់ដើមការប្រកួតប្រជែងហើយឆ្លើយមួយគឺបាន5បន្ទុទៅ10បន្ទុតាមសំណួរវែងសំណួរខ្លាំងអញ្ចឹងទៅបន្ទាប់ពីបានពួកគាត់ហ្នឹងគឺចំណាយពេលឆ្លើយអស់រយៈពេលជាច្រើនឥឡូវនេះអ្នកទាំងអស់គ្នាមើលតារាងពិន្ទុទៅតារាងពិន្ទុមាន2ក្រុមដែលកំពុងតែប្រទៀងបន្ទងគ្នាគឺជាក្រុមរបស់ជីងយូក៏ដូចជាមួយនឹងក្រុមរបស់លីងស៊ីចំពោះសំណួរមួយនេះមើលទៅគឺរៀងពិបាកបន្តិចហើយរៀងមានលេខច្រើនកម្មក្នុងការដោះស្រាយជាមួយនឹងអនុគមរបស់ពួកគាត់នឹងនោះតែពេលហ្នឹងក្រុមរបស់ជីងយូវិញគឺជាកញ្ញាវ៉ែនតាក៏បានងើបឆ្លើយមុនហើយការងើបឆ្លើយរបស់គាត់ហ្នឹងគឺរៀងខុសលេខបន្តិចហើយចំណែកក្រុមរបស់លីងស៊ីគាត់ក៏បានរៀងស្ដារក្តៅមកវិញហើយការកណនីរបស់គាត់ហ្នឹងខុសតែមួយលេខទេអ្នកទាំងអស់គ្នាហើយអញ្ចឹងឥឡូវហ្នឹងក្រុមរបស់លីងស៊ីគឺទទួលបានពិន្ទុច្រើនបាត់ទៅហើយទោះបីជាក្រុមរបស់លីងកំពុងតែទទួលបានពិន្ទុល្អមែនតែមើលមុខរបស់ទីនទីនណាដូចជាអត់សូវសប្បាយចិត្តទេអ្នកទាំងអស់គ្នាហើយទាំងឥឡូវហ្នឹងជុំទី2ក៏បានបញ្ចប់ដែរនៅពេលដែលជុំទី2គឺបានបញ្ចប់ទីនវិញគាត់ក៏បានចេញមកខាងក្រៅមកបន្ទប់ទឹករបស់គាត់ដើម្បីលំហែអារម្មណ៍របស់គាត់តាំងនឹងនោះហើយចំណែកស៊ីយ៉ានវិញនេះគាត់ក៏បានចូលមកហើយគឺបានឃើញទៅកាន់ទីននឹងទៀតទាំងគាត់នឹងគឺព្យាយាមនិយាយលើកទឹកចិត្តទៅកាន់ទីនតែទីនគឺមិនចង់ឲ្យគេនឹងគឺបានឃើញទឹកមុខរបស់គាត់បែបហ្នឹងនោះទេទាំងលើកទឹកចិត្តឲ្យទៅកាន់ទីននឹងច្រើនយ៉ាងម៉េចក៏ទីននឹងគឺមិនខ្វល់ជាមួយនឹងស៊ីយ៉ានោះដែរទាំងប្រាប់ឲ្យទៅកាន់ស៊ីយ៉ានឹងគឺចាញ់ពីគាត់ទៅគាត់គឺចង់មានពេលវេលាផ្ទាល់ខ្លួនរបស់គាត់និយាយបែបហ្នឹងហើយបិទទ្វារក្នុងបន្ទប់ទឹកនឹងចូលទៅចងំខាងក្នុងបន្ទប់ទឹករបស់គាត់បាត់ហើយចំណែកអ្នកនៅខាងក្នុងមកសម្រាប់វិញអត់ចេញទៅខាងក្រៅទេណានៅតែបន្តការគិតអំពីអ្វីដែលគណៈកម្មការគឺនឹងសួរនៅពេលខាងមុខនឹងទៀតនោះចំពោះស៊ីយ៉ានវិញ
រងចាំតែកាន់ទីននៅខាងក្រៅនឹងគឺយូរពេកឥឡូវនឹងបែរជាគាត់នឹងគឺនិយាយរៀងអាពាក្យដែលមិនល្អដាក់ឲ្យតែកាន់ទីនឲ្យទីននឹងគឺភ្ញាក់រំលឹកនឹងនោះទោះបីជាទីននឹងគឺធ្វើមិនបានល្អមែនប៉ុន្តែទីននឹងគឺបានដឹងអត់ថាក្រុមរបស់ទីននឹងគឺមិនដែលស្ដីឲ្យតែកាន់ទីននឹងគឺតាំងពីដើមមកហើយមានតែជួយលើកទឹកចិត្តជំរុញឲ្យតែកាន់ទីននៅពេលដែលដឹងថាទីននឹងគឺខ្វះខាតនៅចំណុចណាមួយនៅពេលដែលបានចេញពីបន្ទប់ទឹកវិញនិយាយថាធម៌ពលរបស់គាត់នៅពេញខ្លួនបបតែម្ដងទៅកាន់ទីនណោសូម្បីតែក្រុមរបស់ជីងយូវិញក្រុមរបស់ជីងយូវិញគាត់ក៏មិនណយដែរពិភាក្សាជាមួយនឹងគ្នាដោយសារតែពួកគាត់នឹងអាចមានឱកាសនឹងគឺឈ្នះច្រើនគណៈកម្មការគឺនៅមានបន្ទុកពិសេសមួយទៀតគឺបន្ទុកដើម្បីក្រុមណាដែលអាចជួយគ្នានឹងគឺបានច្រើននឹងនោះហើយចំពោះក្រុមរបស់លីងស៊ីវិញគឺមានតែលីងស៊ីតែម្នាក់ទេដែលកំពុងតែ carry the team អញ្ចឹងធ្វើឲ្យទៅកាន់ក្រុមរបស់ពួកគាត់គឺប្រកាសជាមានឱកាសយ៉ាងច្រើនជាងគេបន្តិចប៉ុន្តែទោះបីជាមានឱកាសមែនពួកយើងគឺត្រូវតែធ្វើឲ្យអស់ពីសមត្ថភាពអញ្ចឹងឥឡូវនឹងជុំចុងក្រោយគឺបានមកដល់ហើយបន្ទាប់ពីបានពិភាក្សាអំពីដំណោះស្រាយថាគួរតែធ្វើបែបម៉េចឲ្យពីណាគេឆ្លើយម៉េចឲ្យពីណាគេឆ្លើយម៉េចធ្វើលំហាត់ជាក្រុមពួកយើងគឺនឹងបតាបទាបតងគ្នានឹងគឺយ៉ាងម៉េចខ្លះបន្ទាប់ពីចំណាយការធ្វើនឹងគឺអស់យ៉ាងច្រើនអញ្ចឹងឥឡូវនឹងគឺដល់ពេលដែលគណៈកម្មការគឺវិនិច្ឆ័យដើម្បីដាក់បន្ទុកឲ្យទៅកាន់ក្រុមមួយណាគឺទទួលបានបន្ទុកមួយផ្នែកនឹងគឺវាច្រើនជាងគេអញ្ចឹងទៅហើយចំណាយគណៈកម្មការដំបូងគេនឹងគឺវិនិច្ឆ័យទៅកាន់ក្រុមរបស់លីងស៊ីថាក្រុមរបស់លីងស៊ីគឺមានចំណុចខ្វះខាតរហូតដល់2-3ចំណុចដោយសារតែក្រុមរបស់លីងស៊ីគឺមានតែម្នាក់ទៅ2នាក់ទេដែលកំពុងតែប្រកួតប្រជែងក្នុងការប្រឡងនឹងពួកគាត់គឺមិនបានធ្វើក្នុងនាមជាក្រុមនោះទេអញ្ចឹងនៅពេលដែលម្នាក់ហ្នឹងក៏ឲ្យ MVP មួយហ្នឹងគឺឲ្យទៅកាន់លីងស៊ីដែរប៉ុន្តែគ្នារបស់គាត់2នាក់ទៀតគឺរៀងពិបាកបន្តិចហើយចំណែកក្រុមរបស់ជីងយូវិញម្ដងទោះបីជាក្រុមរបស់ជីងយូនឹងគឺការប្រកួតប្រជែងគាត់គឺមិនទទួលបានបន្ទុករៀងច្រើនមែនប៉ុន្តែការប្រកួតប្រជែងក្នុងនាមជាក្រុមគាត់គឺធ្វើបានល្អហើយចំណែកការប្រកួតប្រជែងក្នុងនាមជាក្រុមគណៈកម្មការបែរជាឲ្យបន្ទុករៀងលើសទៅកាន់ក្រុមរបស់ជីងយូនឹងគឺបន្តិចអញ្ចឹងទទួលបាន10បន្ទុកមួយហ្នឹងធ្វើឲ្យទៅកាន់ក្រុមរបស់ជីងយូឥឡូវហ្នឹងបែរជាឈ្នះទៅកាន់ក្រុមរបស់លីងស៊ីទៅវិញហើយគណៈកម្មការចុងក្រោយវិញគឺបានប្រកាសចុងក្រោយនឹងហើយថាឲ្យលេខ1គឺជាក្រុមដែលប្រកែកជាងគេនឹងក្នុងការប្រកួតប្រជែងគណិតវិទ្យានឹងគឺទទួលបានក្រុមរបស់ជីងយូនឹងអញ្ចឹងក្រុមរបស់ជីងយូឥឡូវនឹងក៏គឺសប្បាយចិត្តខ្លាំងដល់កយអ្នកទាំងអស់គ្នាមើលទៅទឹកមុខរបស់លីងស៊ីវិញទោះបីជាគាត់ទទួលបានចំណាត់ថ្នាក់លេខ2មែនមើលទៅគាត់ដូចជាអស់សង្ឃឹមអាលេងធ្វើអីគាត់ធ្វើមិនកើតនោះដែរធ្លាប់តែទទួលបានចំណាត់ថ្នាក់លេខ1ប៉ុន្តែឥឡូវនឹងគាត់គឺទទួលបានចំណាត់ថ្នាក់លេខ2រៀងតឹងតែនឹងគឺបន្តិចហើយប៉ុន្តែអ្នកទាំងអស់គ្នាគឺសប្បាយចិត្តសប្បាយទៅឥឡូវយើងកាត់មកសកម្មភាពនៅខាងក្នុងផ្ទះរបស់លីងស៊ីនឹងគឺបន្តទៀតលីងស៊ីវិញអ្នកទាំងអស់គ្នាបន្ទាប់ពីបានអស់សង្ឃឹមហើយអ្នកទាំងអស់គ្នាមើលទៅថាគាត់កំពុងតែធ្វើអីម៉ាក់របស់គាត់ក៏បានហៅញ៉ាំអាហារពេលល្ងាចនឹងគឺជុំជាមួយនឹងគ្នាក៏លេងស៊ីនឹងគឺអត់ញ៉ាំទេសុកចិត្តចូលទៅខាងក្នុងបន្ទប់នឹងគឺជងំនៅខាងក្នុងបន្ទប់បាត់ទៅហើយខាងគ្រួសាររបស់ទីនវិញម៉ាក់របស់ទីនគឺសប្បាយចិត្តមាំទោះបីជាដឹងថាកូនស្រីរបស់គាត់មិនទទួលបានលេខ1មែនតែលេខ2គឺជាអ្វីដែលគាត់នឹងគឺចង់បានខ្លាំងបំផុតតែទឹកមុខរបស់ទីនអត់សប្បាយចិត្តជាមួយនឹងម៉ាក់របស់គាត់នោះទេហើយចំណែកខាងក្រុមគ្រួសាររបស់លីងស៊ីបន្តទៀតវិញបងប្រុសនៅពេលដែលចូលមកដល់នឹងម៉ាក់គាត់ក៏បានសួរថាថ្ងៃនោះបងស្រីរបស់គាត់នឹងគឺកើតអីហ្នឹងដោយសារតែគាត់ប្រឡងទទួលបានចំណាត់ថ្នាក់លេខ2ហើយម៉ាក់វិញគាត់គឺយល់ជាមួយនឹងអារម្មណ៍របស់កូនស្រីរបស់គាត់អញ្ចឹងគាត់ក៏អត់មានបានសួរដេញដោលដែរគាត់តែទុកឲ្យតែកាន់កូនស្រីរបស់គាត់រងាប់ចិត្តតែ2-3ថ្ងៃទៅគាត់គឺនឹងល្អប្រសើរត្រឡប់មកវិញហើយចំណែកលីងស៊ីវិញអ្នកទាំងអស់គ្នាហើយណែកំពុងតែតូចឯងនឹងគឺតែឯងគាត់គឺម្នាក់ឯងមិនអាចជួយទៅកាន់គេនឹងគឺគ្រប់គ្នាបានទេអញ្ចឹងទោះបីជាគាត់នឹងគឺខំប្រឹងយ៉ាងម៉េចក៏ដោយមានម្នាក់ឯងគឺមិនអាចជួយជាក្រុមបានទេបើសិនជាក្រុមនឹងគឺខ្សោយតែបើសិនជាក្រុមនឹងគឺធ្ងន់ហើយក្រុមនឹងគឺខ្លាំងហើយប្រកបជាក្រុមមួយនឹងគឺអាចដើរជាមួយនឹងខ្លួនយើងនឹងគឺបានហើយធ្វើឲ្យតកាលីងស៊ីវិញសេតតែម្ដងអ្នកទាំងអស់គ្នាហើយក៏អរគុណដែរភាគមួយនឹង slash ត្រឹមតែប៉ុណ្្នឹងសិនហើយចាំជួបជាមួយនឹង admin ណាភាគទី6បន្តទៀតបាយអ្នកទាំងអស់គ្នា good night